នៅក្នុងវីដេអូនេះខ្ញុំបង្ហាញអ្នកគ្នាពីរបៀបការដូរភាសាអង់គ្លេសនៅក្នុងទូរស័ព្ទដៃទៅជាអក្សរខ្មែរឲ្យមានភាពងាយស្រួលនៅក្នុងវីដេអូនេះតោះយើងមកចាប់ផ្ដើមបងប្អូនគ្នា Hello ក៏ដូចជាសួស្តីអ្នកនរគ្នាវិលត្រឡប់សានថ្មីកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីរបៀបក្នុងការដូរភាសានៅក្នុងកម្មវិធី Android អ្នកនរគ្នាទូរស័ព្ទ Android អញ្ចឹងជាដំបូងយើងធ្វើការចូលនៅក្នុង setting មកបាទបន្តមកទៀតយើងធ្វើការ scroll មកក្រោមមកដើម្បីយើងអាចដាក់អក្សរខ្មែរបានយើងចូលទៅក្នុង system បាទយើងចូលក្នុង system របស់ទូរស័ព្ទដៃយើងហើយយើងយកពាក្យ language and input បាទយើងចុចលើហ្នឹងមកបន្តមកទៀតយើងធ្វើការទៅ add ភាសាអញ្ចឹងយើងពីពាក្យ language មកទាំងកន្លែងនេះយើងធ្វើការ add language មកយើងចុច add មកហើយយើងធ្វើការ search យើង search យកភាសាខ្មែររបស់យើងមកបាទហ្នឹងសម្រាប់ទូរស័ព្ទដៃ Android យើងចង់បដូរភាសាអង់គ្លេសទៅជាភាសាខ្មែរបាទអញ្ចឹងយើងចុចមកបន្តមកទៀតយើងធ្វើការ add វាហើយយើងធ្វើការសង្កត់វាជួបហើយយើងអុសវាទៅលើបាទដាក់វាលេខ1វិញណាលេខ1វានឹងធ្វើការ restart ម៉ាស៊ីនរបស់យើងឲ្យវាដំណើរការអូខេអញ្ចឹងយើងធ្វើការជួបមក screen របស់យើងវាថាកំពុងដំណើរការអញ្ចឹងទូរស័ព្ទដៃរបស់យើងវានឹងបដូរពីភាសាអង់គ្លេសមកជាភាសាខ្មែរវិញឲ្យយើងតែម្ដងបាទអញ្ចឹងវាមានភាពងាយស្រួលខ្លាំងមែនទែនសម្រាប់អ្នកដែលមិនដឹងកន្លែង setting សម្រាប់បដូរភាសាអញ្ចឹងដោយសារតែបច្ចុប្បន្ន